លំកញ្ចែពីលោកខុនវិរៈហើយការប្រកួតក៏បានចាប់ផ្ដើមឱកាសមានច្រើនលើកច្រើនសារសម្រាប់ក្រុមទាំងពីរឱកាសដំបូងរបស់អង្គរ Tiger កន្លងនេះការតតឆ្វេងបុកនឹងខ្សែការពារស្រាលជួយបានពី Wenger Agosto កន្លែងនេះការទាត់មួយជើងស្ដាំរបស់ Makurita ក៏ជះបាល់ចេញទៅខាងក្រៅពីអ្នកចាំទី Wenger Agosto កន្លែងនេះការទាត់ស្ដាំបុកនឹងខ្សែការពារក៏ហើររំលងរបាទីការបញ្ជូនមកស្លាកខាងស្ដាំកន្លែងនេះជាមួយវឿនវ៉ាជាមួយនឹងនីសុករីដួលខ្លួនឯងនោះទេមិនមានការពិន័យការលើកបាល់ចូលមកខាងក្នុងកន្លែងនេះតែមកពីសុករីសូហ្វាន់នៅតែជួយបានពី Wenger Agosto បញ្ចប់ការប្រកួតវគ្គទី1លទ្ធផលបានត្រឹមស្មើគ្នាបាទ0-0បាទចូលមកដល់វគ្គទី2បាទយើងឃើញថាមានឱកាសច្រើនលើកច្រើនសារកាលនេះមួយជើងស្ដាំរបស់សុករីសូហ្វាន់ក៏ប្លុកបានពីខ្សែការពារបាទកន្លែងនេះហើយក្របបាល់កាត់ឡើងកាត់ដកហើយក៏លោតស៊ីសូបាញ់ល្អរបស់សានបូរ៉ាបាទគ្មានសល់ទេមួយក្របនេះបាទរកបានក្របបាល់នាំមុខបាទ1-0ដោយសានបូរ៉ាការលោតស៊ីសូបានយ៉ាងស្អាតបាទពីសានបូរ៉ាឱកាសកន្លែងនេះមួយជើងស្ដាំរបស់លីសូសៀតែបដិសេធដោយ Wenger Agosto សាជាថ្មីAgosto យើងឃើញថាអត់ធ្វើបានល្អមែនទែនមួយក្បាលរបស់ Eduardo បាទខុសគោលដៅទៀតបាទសោកស្ដាយមែនទែនមួយជើងស្ដាំរបស់ Barbosa នេះបុកបង្គោលទីខាងលើហើយក៏ឡងចេញមកវិញបាទមិនមានក្របបាល់កាត់ឡើងនោះទេឱកាសទៅកន្លែងនេះការទាត់ស្ដាំរបស់ Midland បាទផ្ទះផ្លាស្អារ៉ាបាទបញ្ចូលទីឲ្យក្របបាល់តាមស្មើនៅនាទីទី85ដោយ Renovis Midland កីឡាករសញ្ជាតិហូឡង់ហើយការប្រកួតក៏បានបញ្ចប់ជាផ្លូវការយើងឃើញថាក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុតែប៉ុណ្ណោះ